គូតស៊ូដ៏ពិតប្រាកដកូនជាទីស្រឡាញ់ក្នុងកិច្ចការគ្រប់យ៉ាងនោះអ្នកដែលធ្វើត្រូវមានការតស៊ូនិងមាននៅសេចក្តីលំបាកផ្សេងអ្នកដែលធ្វើការបានសម្រេចគឺជាអ្នកបានឆ្លងនូវឧបសគ្គនៃការងារនោះរួចមកហើយទោះជាឧបសគ្គធ្ងន់ក្តីស្រាលក្តីការដែលខំពុះពៀនៅគ្រប់ឧបសគ្គរហូតបានសម្រេចសុទ្ធតែដោយសារការតស៊ូជាមួយនឹងឧបសគ្គនោះប៉ុណ្ណោះមិនមែនកន្លងផុតបានដោយការកិច្ចជៀសឬលោតកន្លងដោយកន្លងរបងនោះទេគឺត្រូវពុះពៀចូលទៅកណ្ដាលឧបសគ្គនោះដូចជាអុំទូកអ៊ីចឹងត្រូវឆ្លងកាត់រលកខ្យល់ឬក៏មនុស្សយើងត្រូវដើរកាត់កម្ដៅថ្ងៃទៅដូច្នោះឯងទើបអាចបានឆ្លងផុតរលកខ្យល់ឬកម្ដៅថ្ងៃនោះទៅបានតាមពិតការតស៊ូជាមួយនឹងឧបសគ្គមិនជាលំបាកណាស់នោះឡើយបើយើងបានតស៊ូជាមួយនឹងចិត្តខ្លួនឯងរហូតបានឈ្នះជាមុនហើយនោះចិត្តរបស់យើងនេះឯងដែលជាគូតស៊ូពិតប្រាកដរបស់មនុស្សយើងការតស៊ូជាមួយនឹងចិត្តរបស់ខ្លួនឯងនេះលំបាកជាងការតស៊ូជាមួយនឹងឧបសគ្គផ្សេងជាខាងក្រៅដូចជារងាក្តៅហាលភ្លៀងហាលខ្យល់ស្រែកឃ្លានជាដើមការតស៊ូជាមួយនឹងចិត្តឲ្យឈ្នះនោះគឺត្រូវដាស់តឿនចិត្តឲ្យភ្ញាក់ខ្លួនមិនឲ្យទម្រុនមិនឲ្យលាថយឲ្យចិត្តមានកម្លាំងមិនឲ្យអស់កម្លាំងចិត្តជាមុនការបើតស៊ូជាមួយចិត្តរបស់ខ្លួនឯងបានឈ្នះហើយមានកម្លាំងចិត្តរឹងប៉ឹងហើយក៏អាចតស៊ូជាមួយឧបសគ្គខាងក្រៅបានដែរដោយសេចក្តីសង្ឃឹមថានឹងបានឆ្លងរួចផុតពីឧបសគ្គនោះទៅបានយ៉ាងមានសុវត្ថិភាពប្រសិនបើយកឈ្នះចិត្តខ្លួនឯងដោយការពុះពៀនៅឧបសគ្គសំខាន់គឺសេចក្តីខ្ជិលច្រអូសការរុញថយនិងការអស់កម្លាំងចិត្តមិនបានទេនោះតើនឹងអាចទៅតស៊ូជាមួយនឹងឧបសគ្គអ្វីបានទៅតស៊ូជាមួយចិត្តខ្លួនឯងឲ្យបានឈ្នះជាមុនហើយក៏នឹងអាចឈ្នះអ្វីគ្រប់យ៉ាងក្នុងលោកបានព្រោះថាក្នុងលោកនេះមិនមានការតស៊ូណាឲ្យខ្លាំងក្លាដូចជាការតស៊ូយកឈ្នះចិត្តរបស់ខ្លួនឡើយអត្តាហិអត្តណោនាថោកោហិនាថោបរោសយាខ្លួនជាទីពឹងពំនឹងអាត្មាអ្នកផ្សេងមិនដេញរានឹងថាពឹងបានអត្តនាហិសតន្ទេអ្នកទូមានខ្លួនជាក់ជាអ្នកក្លាហានច្បាំងនឹងកិលេសក្នុងចិត្តសន្តានខ្លួនល្អកល្យានព្រះបានត្រាស់ថានាថੰលភតិទុលភ័ងបាននៅធម្មមៀងទីពឹងអស្ចារ្យទីពឹងនេះក្រកម្រអ្នកណាក្នុងវដ្តសង្សារស្រវាតោងបាន